នាវារបស់រុស្ស៊ីបំពាក់នៅមីស៊ីលល្បឿនលឿនជាងសម្លេងធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិកនៅអាត្លង់តិកនាវាពិឃាតមួយគ្រឿងរបស់រុស្ស៊ីបានធ្វើដំណើរជាមួយនឹងមីស៊ីលល្បឿនលឿនជាងសម្លេងដែលមានសមត្ថភាពនៅក្នុងការផ្ទុកគ្រាប់នុយក្លេអ៊ែរបានទៀតជាមួយនឹងល្បឿន9ម៉ាយរបស់វាដែលគ្មានការអាចបញ្ឈប់បានគឺកំពុងតែធ្វើដំណើរទៅកាន់ឆ្នេររបស់សហរដ្ឋអាមេរិកនេះបើយោងទៅតាមរបាយការណ៍ដែលចេញពីប្រព័ន្ធផ្សព្វផ្សាយធំៗរបស់រុស្ស៊ីនៅតាម Telegraph នាវាថ្នាក់ Goskov អមជាមួយនឹងមីស៊ីសឺខុនដែលលោកពូទីនបានអួតអាងថាគ្មានគូប្រដូចនៅក្នុងពិភពលោកនេះគឺកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ដោយក្រុមនាវារបស់ខាង NATO ក្នុងកំឡុងដែលនាវាពិឃាតមួយនេះគឺកំពុងតែធ្វើចលនានៅឯសមុទ្រអាត្លង់តិកដើមខែមករាតែម្ដងនាវាមួយនេះក៏ត្រូវបានតាមដានដោយខាងកងនាវាចក្រភពអង់គ្លេសហើយត្រូវបានតាមដេញអមពីក្រោយពីនាវាបារាំងនិងអេស្ប៉ាញទៀតផងនៅឯផ្លូវសមុទ្រអាត្លង់តិកនេះតែម្ដងតាមរយៈការដែលពិនិត្យមើលលើដំណើរផ្លូវនៃនាវានេះគឺខាងក្រុម NATO ថាវានឹងធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូងបន្ទាប់មកទៅកាន់មហាសមុទ្រឥណ្ឌាបន្ទាប់មកទៀតនឹងចូលទៅកាន់ច្រកសមុទ្រមេឌីទែរ៉ាណេឆ្លងកាត់តាមព្រែកជីកស៊ុយអេហើយវានឹងធ្វើការបត់បន្តិចដើម្បីទៅកាន់ភាគខាងលិចឆ្ពោះទៅកាន់ប៊ឺមូដា Channel មួយរបស់រុស្ស៊ីបានឲ្យដឹងថានាវាមួយនេះត្រូវបានគេប្រទះឃើញតាមរ៉ាដានៅឯច្រកសមុទ្រមួយនៃមហាសមុទ្រអាត្លង់តិកហើយវាធ្វើដំណើរមិនឆ្ងាយប៉ុន្មានទេពីឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិកតែម្ដងយ៉ាងណាមិញក្រសួងការពារជាតិរុស្ស៊ីគឺមិនបានធ្វើការបញ្ចេញមតិសម្រាប់ Channel សារព័ត៌មាន Navotka នោះទេតែប្រភពតាមដានរ៉ាដាបានឲ្យដឹងថា Goskov បានធ្វើដំណើរដាច់ដោយឡែកពេលដែលវានៅជិតជាមួយនឹងនាវាដឹកប្រេងដែលទំនងជានាវាដឹកប្រេងរបស់រុស្ស៊ីហើយវាដើរតួនាទីជាអ្នកការពារនាវានោះនៅឯឈូងសមុទ្រ Biscay រួចបន្ទាប់មកវាធ្វើដំណើរទៅកាន់ភាគខាងលិចនោះនាវាកាម៉ាដែលដឹកប្រេងនោះក៏បន្តធ្វើដំណើរទៅកាន់ភាគខាងត្បូងវិញហើយដើម្បីឆ្លងទៅកាន់ Azov នោះគឺជាការចែកផ្លូវគ្នារវាងនាវា Goskov ហើយនិងកាម៉ានាវាពិឃាតដែលបំពាក់ជាមួយនឹងមីស៊ីលល្បឿនលឿនជាងសម្លេង9ម៉ាយនោះគឺត្រូវបានគេតាមដានតាមរយៈរ៉ាដារបស់អ៊ីតាលីឈ្មោះថាអ៊ីតាមីលឲ្យដឹងថាវាធ្វើដំណើរអស់807ម៉ាលហើយចម្ងាយបែបនេះគឺវាគៀកនឹងចំណុចមួយដែលពាក់ព័ន្ធជាមួយនឹងការដែលអាចប្រើប្រាស់សឺខុនវាប្រហារទៅដល់ទឹកដីសហរដ្ឋអាមេរិកតែម្ដងនាវាពិឃាតមួយនេះអាចបំពាក់ផងដែរនឹងមីស៊ីកាលីបដែលជាមីស៊ីលដែលរុស្ស៊ីនិយមប្រើប្រាស់ខ្លាំងបំផុតនៅក្នុងការលុកលុយអ៊ុយក្រែនលោកពូទីនបានចូលរួមនៅក្នុងពិធីមួយកាលពីថ្ងៃទី4មករាដើម្បីធ្វើការបើកសម្ពោធនៃការធ្វើដំណើរចាកចេញរបស់នាវានេះពីមូលដ្ឋានទ័ពនៅអាកតិកនាតំបន់ Severomorsk លោកក៏បានបញ្ជាក់អំពីបេសកកម្មមួយនេះចំតែម្ដងថាគឺជាបេសកកម្មបង្ហាញអំពីអំណាចជើងទឹករបស់រុស្ស៊ីដែលឆ្ពោះទៅកាន់ពិភពលោកនិងបំរែបំរួលពលនិងភូមិសាស្ត្រនយោបាយរបស់ពិភពលោកនៅក្នុងពេលនេះហើយយើងបង្ហាញឲ្យចំពោះតែម្ដងអំពីអំណាចរបស់យើងទៅកាន់លោកខាងលិចលោកក៏បានអួតទៀតថា NATO គ្មានអ្វីដែលអាចប្រដូចបានឡើយជាមួយនឹងអំណាចមីស៊ីលល្បឿនលឿនជាងសម្លេងជំនាន់ចុងក្រោយបង្អស់របស់រុស្ស៊ីលោកក៏បញ្ជាក់ផងដែរថាខ្ញុំប្រកាសណាស់ដែលថាអាវុធដ៏មានអានុភាពនេះវានឹងអនុញ្ញាតឲ្យយើងការពាររុស្ស៊ីយ៉ាងទុកចិត្តបានតែម្ដងពីការគំរាមកំហែងពីខាងក្រៅដ៏មានសក្តានុពលបែបណាក៏ដោយហើយយើងធានាដល់អត្ថប្រយោជន៍ជាតិរបស់យើងនាវានេះក៏ត្រូវបានគេដឹងថានៅខែកុម្ភៈវានឹងចូលរួមនៅសមយុទ្ធជើងទឹកដែលជាមួយនឹងអាហ្វ្រិកខាងត្បូងនិងជាមួយនឹងចិនហើយសមយុទ្ធនោះនឹងធ្វើឡើងនៅជិតនឹងកំពង់ផែឌួនបានិងកំពង់ផែរីឆាតតែវាមិនច្បាស់ថាតើវានឹងធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិកដែរឬអត់ទៀតនោះទេសម្រាប់ខាងក្រុមនាវាតាមដានរបស់លោកចក្រភពអង់គ្លេសគឺ HMS Portlandថាខ្លួននឹងបន្តបញ្ញាចិត្តនៅក្នុងការពិនិត្យអំពីនាវាពិឃាតរបស់រុស្ស៊ីមួយនេះហើយយើងក៏ពិនិត្យអំពីការដែលវាអមជាមួយនឹងនាវាពាណិជ្ជកម្មផងដែរ
ក្រុងមូស្គូបាននិយាយថា Goskal គឺជានាវាដែលជាគូសត្រូវគ្រោះថ្នាក់បំផុតសម្រាប់នាវានានានៅក្នុងមហាសមុទ្រនៃពិភពលោកនេះតែម្ដងដោយសារតែវាមានមីស៊ីលល្បឿនលឿនជាងសំឡេងហើយមីស៊ីលមួយនេះតែបាញ់ហើយគ្មាននរណាអាចដឹងអំពីដំណើរចររបស់វាព្រោះវាលឿនខ្លាំងពេកនោះគេមិនអាចមើលឃើញអំពីមីស៊ីលនោះវាប្រហារទៅណាទេនៃគោលដៅតែលោកបញ្ជាក់ថាគោលដៅគឺជាគោលដៅគោកហើយគោលដៅក្បែរឆ្នេរហើយខ្ញុំមិនគិតថាវាអាចនឹងមានការកើតឡើងការប្រកួតប្រជែងបាននៅក្នុងរយៈពេល2ទៅ3ឆ្នាំនោះទេសម្រាប់សហរដ្ឋអាមេរិកដែលត្រូវបានក្លាយទៅជាគោលដៅនៃការពិនិត្យថាចម្ងាយនៃការបាញ់មីស៊ីលល្បឿនលឿនជាងសម្លេងពីសំណាក់នាវាកោស្ខៅអាចទៅដល់ខ្លួននោះគឺសេតាវិមានមិនបង្ហាញអំពីការព្រួយបារម្ភត្រង់ចំណុចនេះនោះទេអ្វីដែលសេតាវិមានព្រួយបារម្ភនោះគឺតាក់ទិនជាមួយនឹងការធ្វើសម្ពយុទ្ធរបស់រុស្ស៊ីជាមួយនឹងអាហ្វ្រិកខាងត្បូងនិងជាមួយនឹងចិនឯណោះដែលសេតាវិមានបានលើកឡើងថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភណាស់ចំពោះប្រទេសណាដែលសម្ពយុទ្ធជាមួយនឹងរុស្ស៊ីខណៈដែលរុស្ស៊ីបង្កសង្គ្រាមដ៏ឃោរឃៅប្រឆាំងជាមួយនឹងអ៊ុយក្រែនហើយសមយុទ្ធនេះហាក់បីដូចជាសមយុទ្ធលើកឡើងអំពីការអបអរចំពោះការសម្លាប់ប្រជាជនអ៊ុយក្រែននិងការរំលោភបំពានទឹកដីអ៊ុយក្រែនយ៉ាងសម្បើមក្នុងរយៈពេល1ខួបនៃការឈ្លានពានយ៉ាងពេញទំហឹងរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែនតែម្ដងហើយពួកគេបានសម្ដែងឡើងនៅការធ្វើសម្ពយុទ្ធរួមគ្នាដែលជាឱកាសសម្រាប់ក្រុងមូស្គូនិយាយប្រាប់ទៅកាន់ពិភពលោកថាគេមិនឯកោនោះទេហើយពួកគេកំពុងតែមាននៅមហិច្ឆតាជន់ឈ្លីនិងប្រឆាំងទៅវិញចំពោះការថ្កោលទោសរបស់អន្តរជាតិដែលគិតថាសង្គ្រាមរបស់រុស្ស៊ីជាសង្គ្រាមដ៏ខុសច្បាប់នោះសហរដ្ឋអាមេរិកកន្លងមកបានព្រមានទៅកាន់ក្រុងប៉េកាំងដែលត្រូវបានគេមើលឃើញថាជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធជាមួយនឹងក្រុងមូស្គូមិនត្រូវផ្ដល់ឡើយនៃជំនួយសម្ភារៈសពាវុធជូនទៅកាន់កងទ័ពរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែនឲ្យសោះរុស្ស៊ីបានតេស្តនៅប្រព័ន្ធសង្ខុននេះតាំងតែពីឆ្នាំ2021ហើយបានបញ្ជាក់នៅក្នុងការដាក់ជាមួយនឹងនាវាកូស្ខៅហើយសម្រាប់ប្រព័ន្ធសង្ខុននេះគឺមាននៅក្រុមសម្ព័ន្ធតស៊ូមតិការពារវិស័យមីស៊ីលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដឹងថាវាអាចរត់ចម្ងាយ500ទៅ1000ម៉ាយហើយល្បឿនរបស់វា8ម៉ែត្រឬក៏មានន័យថាលើសពី9900គីឡូម៉ែត្រនៅក្នុង1ម៉ោងល្បឿនរបស់វាក្នុងកម្រិតបែបនេះជាមួយនឹងការដែលអាចទទួលព័ត៌មានបាននោះគឺថាមីស៊ីលសកុតនេះនឹងក្លាយទៅជាមីស៊ីលដែលលឿនជាងគេបំផុតហើយនៅក្នុងពិភពលោកហើយដែលពិបាកនៅក្នុងការរកវិធីការពារខ្លួនពីមីស៊ីនេះខ្លាំងណាស់សម្រាប់ការដែលរុស្ស៊ីបញ្ចេញនៅនាវាហើយបញ្ជាក់នៅក្នុងការដើរទៅតាមផ្លូវទៅរកការប្រជុំជាមួយនឹងលោកខាងលិចគឺបង្ហាញថាគេផ្ដល់នៅការប្រតិបត្តិការមិនងងើតចំពោះលោកខាងលិចឡើយចំពោះសង្គ្រាមអ៊ុយក្រែនហើយតែម្នាក់ឯងប្រជុំជាមួយនឹងទណ្ឌកម្មគឺអាចដើរ